នេះហើយពុកម៉ែបងប្អូនសកម្មភាពថ្ងៃចូលឆ្នាំហ្នឹងហើយបាននិមន្តព្រះសង្ឃក៏ដូចជាលោកតាអាចារ្យមកបាំងស្កូលឲ្យម្ដាយក្មេកនិងប្អូនថ្លៃហ្នឹងហើយដែលគាត់ធ្វើការមរណកាលអស់ជាយូរឆ្នាំណាស់មកហើយហ្នឹងហើយមានបងប្អូននិងយាយអញ្ជើញគាត់នៅចិត្តខាងហ្នឹងឲ្យគាត់មកជួយហ្នឹងហើយបងប្អូនទាំងអស់គ្នាហ្នឹងហើយមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនដើម្បីឧទ្ទិសកុសលជូនទៅដល់ពួកគាត់ដែលបានចែកឋានទៅហើយអត់សូវមានពាក្យនិយាយទេពុកម៉ែបងប្អូនមានតែប៉ុណ្្នឹងហ្នឹងហើយនឹងមានវីដេអូបន្តទៅមុខទៀតដោយសារអីយកមកកាត់បន្តិចដើម្បីផុសហ្នឹងហើយឲ្យត្រូវគោលការណ៍ Facebook កុំឲ្យរំលោភបំពានដល់គោលការណ៍របស់គេនេះហើយរួចជូនអីវ៉ាន់ដល់ពុកម្ដាយហ្នឹងហើយបន្ទាប់មកក៏ជូនចាស់ខ្លះទៅហើយបន្ទាប់មកទៀតក៏នាំកូនទៅលេងមាត់ទន្លេមកវាំងហ្នឹងហើយនាំកូនដើរលេងខ្លះដើម្បីឲ្យលហើយខួរក្បាលតែអត់បាននាំពីរនាក់នេះទៅទេបានតែនាំតាកូនបើទេនោះទាឃើញអីទានឹងបើមិនទិញឲ្យយំហ្នឹងហើយពុកម៉ែបងប្អូនមើលនេះទេសភាពស្អាតណាស់ហ្នឹងហើយមកវាំងហើយបងប្អូនយើងទាំងអស់គ្នាក៏មកលេងច្រើនដែរហ្នឹងហើយមើលនេះកុះកច្រើនណាស់ដែរបន្ទាប់មកធ្វើខួបកំណើតឲ្យកូនពៅកាលនៅតូចហើយនេះសមាជិកក្មួយ3នាក់ហើយគាត់នេះឲ្យធ្វើអីក៏ធ្វើដែរពុកម៉ែបងប្អូនគេសប្បាយចិត្តគេហ្នឹងហើយអូហូរយំហងអីហងហើយក៏សាប់ចូលភ្នែកទេមិនដឹងទេនេះសប្បាយចិត្តគេណាស់ធ្វើខួបកំណើតឲ្យអត់ទៅឲ្យតែបានប៉ាម៉ាក់ធ្វើខួបកំណើតឲ្យសប្បាយចិត្តណាស់ធ្វើអីក៏ធ្វើដែរហ្នឹងហើយនេះក្មួយស្រីក្មួយប្រុសហើយនឹងក្មួយមួយទៀតធំ